ប៉ុន្តែបើសិនជាសំណាងអាចឲ្យឧទាហរណ៍សាមញ្ញជាងនឹងបានទេតើតើជាមួយនឹងឧទាហរណ៍ថាក្នុងអំឡុងពេលដែលគាត់អត់ដឹងថាក្តីស្រឡាញ់នឹងជាអីហើយគាត់ហាក់ដូចជាកំពុងតែបាត់បង់ខ្លួនឯងគាត់អត់មានក្តីស្រឡាញ់ចំពោះខ្លួនឯងទេសំណាងចែកម្លែកមិញល្អហើយខ្ញុំជឿថាបើសិនជាបុគ្គលទូទៅដែលគាត់មានស្ថានភាពផ្លូវចិត្តល្អប្រហែលជាគាត់អនុវត្តប៉ុន្តែបើសិនជាក្នុងជាធម្មតាផ្លូវចិត្តរបស់យើងនៅពេលដែលយើងជួបការលំបាកហាក់ដូចជាអាពេលដែលយើងធ្វើហ្នឹងវាដូចអត់ទៅរួចវាទៅអត់កើតហ្នឹងហើយមានវិធីសាស្ត្រអីសាមញ្ញហើយដែលសំណាងគិតថាគួរតែធ្វើមុនគេដែលនៅពេលដែលយើងភ្លេចស្រឡាញ់ខ្លួនឯងបាត់បង់ខ្លួនឯងចុះនៅពេលដែលពេលខ្លះតើគាត់ស្លាប់ទៅវាអាចរៀងបងធ្ងរដែរដូចជាគាត់ភ្លេចស្រឡាញ់ខ្លួនឯងគាត់លែងដឹងថាស្រឡាញ់ខ្លួនឯងដោយរបៀបណាខណៈពេលដែលគាត់កំពុងតែជួបការលំបាកហ្នឹងណាចាអញ្ចឹងជារឿងដែលល្អមួយគេមានបច្ចេកទេសមួយចំនួនចានេះគឺជាអ្វីដែលគាត់អាចធ្វើបានដើម្បីជួយខ្លួនឯងណាគឺយើងខ្ញុំដែលខ្ញុំឧស្សាហ៍ឬក៏ចូលចិត្តធ្វើដែរគឺជារបៀបមួយជួយឲ្យយើងមានការរលឹកដឹងត្រឡប់មកវិញឬក៏គេហៅថា mindfulness ចាអញ្ចឹងសម្រាប់របៀបមួយនេះវាទាញជាងកាលយើងអាចនឹងកំពុងតែពួកយើងថាយើងទៅតាបែកបាក់ទំនាក់ទំនងមួយចោះហើយពេលហ្នឹងគឺអារម្មណ៍គឺធ្លាក់ចុះខ្លាំងមែនតើសង្ឃថាយើងលែងដឹងអីទាំងអស់លែងចងចាំឬក៏ភ្លេចលែងចាប់អារម្មណ៍ពីអ្វីជុំវិញនឹងទាំងអស់អញ្ចឹងណាចាអញ្ចឹងវិធីសាស្ត្រដែលល្អមួយគឺយើងទាញខ្លួនឯងឲ្យរលឹកដឹងដោយការអនុវត្តគេហៅថាបច្ចេកទេស mindfulness ឬក៏ការរលឹកដឹងទាញខ្លួនឯងឲ្យត្រឡប់មករកបច្ចុប្បន្នភាពមកវិញហើយការដែលទាញខ្លួនឯងឲ្យត្រឡប់មករកបច្ចុប្បន្នភាពនេះក៏វាមានលំហាត់មួយចំនួនដែរដូចខ្ញុំបានលើកមកពីខាងដើមក៏ជាការសរសេរចាខ្ញុំនៅតែនិយាយទៅជាមួយការសរសេរបានន័យថាយើងសរសេរទទួលស្គាល់អារម្មណ៍របស់យើងពេលហ្នឹងទទួលស្គាល់ស្ថានភាពលំបាកពេលហ្នឹងយើងអត់រុញវាចេញទេយើងអត់គិតបេះពីវាទេយើងនៅតែទទួលស្គាល់ថាវាពិតជាលំបាកនៅក្នុងស្ថានភាពហ្នឹងហើយនឹងយើងនឹងអាចផ្លាស់ប្ដូរឬក៏រីកចម្រើនបានម្ដងបន្តិចចា៎ហើយមួយទៀតដែរគឺជាលំហាត់ដែលយើងអាចធ្វើបានគ្រប់ពេលគ្រប់វេលាដែរគឺជាលំហាត់ដង្ហើមចា៎លំហាត់ដង្ហើមគឺពេញនិយមខ្ញុំអាចនិយាយបានថាពេញនិយមនៅក្នុងការប្រើប្រាស់ផ្នែកផ្លូវចិត្តចា៎ដោយសារតែវាជួយឲ្យអារម្មណ៍របស់យើងបានធូរស្រាលកាត់បន្ថយភាពតានតឹងជាពិសេសគឺវានាំយើងត្រឡប់មកនៅក្នុងបច្ចុប្បន្នភាពខ្ញុំនឹកចាំពីបទពិសោធន៍របស់ខ្ញុំមួយដែរពីដំបូងដែលខ្ញុំចាប់ដើមធ្វើលំហាត់ដង្ហើមដំបូងណានិយាយដែលស្មោះត្រង់គឺវាអត់ស្រួលទេវាពិបាកចា៎ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមដឹងពីអត្ថប្រយោជន៍ពីគុណតម្លៃនៃការធ្វើលំហាត់ដង្ហើមខ្ញុំចាប់ផ្ដើមធ្វើម្ដងបន្តិចចាជាទូទៅលំហាត់ដង្ហើមឬក៏យើងអាចនិយាយថាការដកដង្ហើមដោយមានគោលបំណងឬដោយរលឹកដឹងគឺវាទាមទារឲ្យយើងបដោតជាមួយដង្ហើមជើងចូលរបស់យើងយឺតមួយពេលយើងដកដង្ហើមចូលយើងដឹងយើងដកដង្ហើមចូលពេលយើងដកដង្ហើមចេញយើងដឹងថាយើងដកដង្ហើមចេញវាជួយឲ្យរាងកាយរបស់យើងសម្រាកអារម្មណ៍របស់យើងស្ងប់ប៉ុន្តែបើសិនជាអ្នកដែលគាត់អត់ដែលធ្វើសោះចាវាពិតជាពិបាកសម្រាប់ពួកគាត់ហើយជារឿងធម្មតាសម្រាប់អ្នកដែលគាត់ទើបតែធ្វើដំបូងចាអញ្ចឹងតើតែអាចនិយាយបានថាគាត់យល់ដឹងពីអត្ថប្រយោជន៍ហើយគាត់អាចនឹងព្យាយាមធ្វើម្ដងបន្តិចបើសិនជាទើបតែធ្វើម្ដងពីរដងខ្ញុំជឿថាហ្នឹងឯងពិតជាពិបាកមែនហ្នឹងអញ្ចឹងអរគុណច្រើនអញ្ចឹងសង្ឃឹមថាប្រិមិត្តអាច
ព្យាយាមសាកល្បងតើតើមួយលំហាត់ដង្ហើមអញ្ចឹងណា